ok ឥឡូវយើងបង្កើត site map សម្រាប់ website របស់យើងណាដើម្បីយើងបង្ហាញpage index ជា home page យើងបង្ហាញ page product ព្រោះ product detail នេះវា link តាម page product មិនចឹងហ៎បាទយើង product display ហ្នឹងហើយ page product ហើយនឹង order ឬក៏នេះគឺវា link ទៅតាម page របស់ product ដែរតាម page product detail ដែរអូខេហើយយើងមាន about us យើងមាន contact us នៅក្នុងនេះយើងអត់ទាន់មានទេអូខេហើយ page product នេះវាតាក់ទងជាមួយនឹង admin អញ្ចឹងយើងអត់ដាក់វាចូលទៅក្នុង site map ទេយើងសម្រាប់ដាក់វាចូលទៅក្នុង admin page បាទអញ្ចឹងយើងបង្កើត site map ដើម្បីយើងបង្កើត link ហើយនឹងបង្កើត location របស់ website យកទៅបំពេញបន្ថែមនៅក្នុង master page របស់ពួកយើងបង្កើត new file ហើយយើងទៅយក site map ជឿរកមើល site map រកមិនឃើញរកឲ្យតតែឃើញណានេះ site map បន្តមកយើងដាក់ឈ្មោះតែយើងមិនបាច់ដាក់ទេយើងដាក់ web ព្រោះវាត្រូវការ site map តែមួយទេសម្រាប់មួយ file មួយ server ហ្នឹងអញ្ចឹងយើងមិនបាច់ដូរឈ្មោះវាទេអូខេនេះជារឿងដែលយើងត្រូវដូរឥឡូវ root របស់យើងអត់មានដាក់អីទាំងអស់យើងអត់មាន link មិនចឹងហ៎ប៉ុន្តែយើងអាចដាក់ title ដើម្បីឲ្យឃើញចំណងជើងរបស់វាបានតែអត់មាន link ឬក៏ចង់ឲ្យវា link ទៅកាន់ home page ក៏បានអូខេឥឡូវយើងឲ្យវា link ទៅកាន់ home page របស់យើងឈ្មោះថា index.aspx ហើយ title របស់វាយើងដាក់មកក្រុមហ៊ុនរបស់យើង website របស់យើងឈ្មោះរបស់យើងដែលវាជា root page ជាអ្នកគ្រប់គ្រងទាំងអស់អញ្ចឹងយើងអាចដាក់ site របស់យើងពេញក៏បានអូខេ 24A beacon ឬក៏ W តាមណាងឲ្យ beacon 24A ណា description អត់ចាំបាច់ទេឬក៏យើងចង់ដាក់យើងអាចដាក់ថា this is the root មែនទេ this is the root បន្តមក page ទី1ដែលយើងឃើញនោះគឺ home page មិនចឹងហ៎ home កន្លែងនេះយើងដាក់ home ប៉ុន្តែ home page របស់យើងក៏វាជា index ដែរអញ្ចឹងយើងអាចដាក់ index អញ្ចឹងពេលដែលយើងចុចនៅលើ home ក៏ទៅកាន់ page index យើងចុចនៅលើ root website របស់យើងក៏វាទៅកាន់ index ដែរមិនចឹងហ៎បាទជាទូទៅកន្លែងហ្នឹងគេមិនបាច់ដាក់ក៏បានឬក៏គេដាក់ឈ្មោះវាក៏បានដាក់ឈ្មោះស្អីមួយផ្សេងទៀតក៏បានតែចិត្តតមកទៀតជាប់ពី site map ទៅគឺយើងមាន page មួយគឺ page product display តើហ៎បាទ page product display អញ្ចឹងយើងទៅមើលការពីយើងដែរនេះយើងដាក់ថា pro display ប៉ុន្តែ display នេះសេខុសទៀតណា display មិនចឹងហ៎តែមិនអីទេខុសអាហ្នឹងចាំយើងដូរតាមគាត់ឥឡូវយើងដាក់ឲ្យត្រូវសិនមកអញ្ចឹងយើងចូលទៅកាន់ page pro display ហ្នឹងប៉ុន្តែសរសេរខុសហើយ .aspx ហើយ title យើងប្រាប់វាថា all product ប៉ុន្តែនៅក្នុង page all product នេះគឺវាគ្រប់គ្រង page មួយចំនួនណាអញ្ចឹងយើងអត់បិទ site map នៅកន្លែងនេះទេយើងបិទ site map node នៅខាងក្រោមបិទ site map node នៅខាងក្រោមនេះណាបាទនេះព្រោះវាជា root មួយដែរណាហើយនៅក្នុង root ដែលយើង product display ហ្នឹងគឺយើងមានការបើកតាម category មិនចឹងហ៎អញ្ចឹងយើងបង្កើត site map URL របស់វាស្មើ complete ថា page category នីមួយក៏វាចូលនៅក្នុង home page នេះដែរយ៉ាក៏វាចូលនៅក្នុង home page ហ្នឹងដែរpage product ហ្នឹងដែរវាអត់ចូលទៅណាទេគឺវាចូលទៅ page product ព្រោះយើងអត់បង្កើត page សម្រាប់ iPhone ដាច់ដោយឡែកអត់បង្កើត page សម្រាប់អីមួយណានោះដាច់ដោយឡែកទេមិនចឹងគឺវាចូលមកនៅក្នុង page របស់យើងតែមួយគឺ page product ប៉ុន្តែយើងត្រូវមានជម្រើសរបស់វាថាតើយើងយកអីយកមក display
ពេលដែលយើងចុចនៅលើអាហ្នឹងណាបាទអាហ្នឹងមិនទាន់ដឹងទេព្រោះមានរឿងច្រើនអាហ្នឹងសរសេរហ្នឹងដឹងតែអត់ដែរទៅទៀតតែសេឃើញសិនអូខេហើយ title របស់វាយើងដាក់មកថាមានអីខ្លះថ្ងៃមុន iPhone មែនទេយើងបិទវាមកវិញមកហើយយើងអាច copy បានហើយយើងដូរតែឈ្មោះកន្លែងនេះមកយើងមាន iPhone យើងមាន Samsung មានអីទៀតលំដាប់របស់វាអីទៀតអាកាតែឡាមានអីទៀតអស់នៅមាន6ឥឡូវបាន4ហើយ Nokia អីទៀតបាទហ៎ខ្ញុំអត់និយាយអានោះទីខ្ញុំនិយាយ category របស់យើងថ្ងៃមុននោះLG ខ្ញុំនិយាយអារបស់យើងថ្ងៃមុននោះគុំដល់អាផ្សេងយករបស់យើង category របស់យើងថ្ងៃមុនមានប៉ុណ្ណឹងមែនទេអញ្ចឹងយើងចាប់ប៉ុណ្ណឹងហើយដល់យើងមិនត្រូវការដាក់វានៅខាងក្រៅនេះមួយទៀតតែមានសិតស្មើអានឹងជាស្អីមាន2គឺ about us មាន3បាទគឺយើងមាន about us មាន admin មែនទេបាទយើងមាន about us អញ្ចឹងយើង abus.aspx ដែលអត់តន់សរសេរអានឹងអាចដាក់ HTML បានទេ about us ហ្នឹងអាចដាក់ HTML បានទេបានឥឡូវយើងដាក់ HTML មួយមើលហើយយើងបង្កើត page HTML មួយនៅក្នុងនោះមើលមែនទេព្រោះអានឹងវាអត់មាន link ផងហ្នឹងវាអត់មានត្រូវការ database ផងហ្នឹងណាអាចដាក់បានតាអានេះយើងដាក់អីគេ about us អានេះក៏ដាក់បានដែរ contact us ក៏អាចដាក់ HTML បានដែរបាទបើយើងអត់ចង់ឲ្យវាមានការសរសេរអីណាពាក់ព័ន្ធនឹង script ពាក់ព័ន្ធនឹងអីយើងអាចដាក់អញ្ចឹងបានតាហើយបើយើងចង់ប្រើ PHP ប្រើ PHP បានតាមែនទេបាទឥឡូវយើង HTML contact us ចាំឲ្យរត់អូខេហើយកន្លែងនេះយើងមិនចូល page admin យើងដាក់ថា admin.aspx ចូលទៅ Google អាហ្នឹងដាក់ PHP បានទេដាក់ HTML បានទេបានតាបើវាជា link ធម្មតាគ្រាន់ឲ្យវាជា link ដែលអាចចូលទៅបានធម្មតាមិនចឹងហ៎អូខេតមកយើងមានកន្លែងនេះយើងអត់ដាក់ admin ទេពាក្យកន្លែងហ្នឹងយើងដាក់ថា edit product ឬក៏ administrator បាទប៉ុណ្ណឹងឥឡូវយើងបាន site map ហើយចុច save site map យើងរានអត់ដើរទេណាយើងគ្រាន់តែបង្កើតទេនេះយើងគ្រាន់តែបង្កើតទេហើយយើងមានឈ្មោះ web.sitemap យើងទៅយក sitemap នោះយកមកដាក់នៅក្នុងអីគេនៅក្នុង page របស់យើងណាឥឡូវយើងបកមក page របស់យើងវិញយើងចូលទៅ main master page យើងមានឃើញកន្លែងមួយកាលពីលើកមុនយើងបានដាក់ពាក្យថា sitemap ទេកន្លែងនេះអានេះ navigation tree កន្លែងនេះដែលយើងត្រូវដាក់ sitemap ប៉ុន្តែយើងអត់បានដាក់មិនចឹងហ៎ឥឡូវយើងយកកន្លែងហ្នឹងយកមកដាក់ sitemap អូខេយើងអាចឲ្យវាមានចុះបន្ទាប់មកហើយទៅចាប់ពិតវាទៅសេមកវាខុសតិចឯកន្លែងហ្នឹងវាត្រូវមានមួយ column ទៀតប៉ុន្តែឥឡូវយើងអត់មានទេយើងអាចចុះបន្ទាប់2ដងទៅបន្តមកកន្លែងហ្នឹងបាទដាក់ BR មួយទៀតទៅឲ្យវាទលាយបន្តិចណាយើង add sitemap ចូលកន្លែងហ្នឹង
đó đấy chẳng chỉ nào mà ASPH ASP chơi phí size map ở mơ nè size map pad ạ cái size map pad ạ giờ size map pad đang giờ máu nè và to máu dương miền điện đối với run as my server bà đối với tập năng tí là ID ok size map máu ID máu size map máu rồi còn mai size map tới bà ấp bên đây phỏ mà đang phát á save về thử hết save về thử nơi trong master page lấy dương bo tới can thi rồi bao dương formula với dương một can index page rồi bao dương nè rưỡi có dương ran nơi trong page product là bao dương page product vậy product display ok là product display này bà dương ran nơi trong page product display error bật error trong master page đôi khi mình cũng có sai nằm nhiều đi cảm ơn các bạn nữa error hai score tí cô lấy pram rồi ok bắt chọn cái score đặt vì cho mỏ mỏ anh đang bị tạ tôn chỉ mùi data được không phải chơi nè size map pad bà dương dọc size map nó trôi mỏ navigate size map nè size map pad lấy đặt về trôi mỏ mấy giờ và cái cỏ lâu dân đặt về màu bình nhé Control S có tiết rồi từ rập nè từ rập nè màu something went wrong error trôi tràn rồi error code mùi size map of score the mer config error mùi hại cặp phân mệnh of score size map mình tiếp bằng tay score ấy không ai mùi xì rồi màu với the mer web config ok xong lục ở đây chào và sân thì phụ dương miền ấy ai tạo là bong lục ở đây chào lục ở đây muối
anh nóអាចលុបវាមកខុតនឹងតែម្ដងហើយអានេះលុប 4.5 នឹងចោលដែលខ្ញុំថា error ពួកយើងច្រើននឹងអាច error កន្លែងហ្នឹងណាបាទ save refresh អត់មកទៀតអូមិនមកពីអាហ្នឹងទេការផ្លាស់ប្ដូរនៅក្នុងនេះយើងបង្កើត table មួយទៀតបាទយើងឲ្យ style របស់វា y ស្មើជាមួយនឹង100% មួយនឹងបានហើយនៅក្នុង table គឺយើងបង្កើត1 row បង្កើត2 row ណាបង្កើត2 row ក្នុង row ទី2ទី1នេះយើងដាក់កុំឲ្យវាជាន់ជាមួយនឹងអានេះ row x អានេះ td បាទនៅក្នុងហ្នឹងគឺយើងដាក់ place ហើយនេះមាន td មួយទៀតគឺយើងដាក់ side map ដាក់ side map នេះ side map head ព្រោះបើវាដាក់តែប៉ុណ្្នឹងមកវាត្រូវតែដើរបើអានឹងអត់ដើរទេប្រហែលជាយើងត្រូវដូរនៅក្នុងនេះមួយនៅក្នុង page មួយសាកមើលសិន home page មក home page ដើរអត់ដើរទេដូរ style នៅក្នុង master page ទុកដដែលបើនឹងអត់ដើរទៀតទុកធ្វើ save យើងមកនៅក្នុង page នេះវិញនៅក្នុងនេះយើងបង្កើត table នៅក្នុងនេះវិញបាទបង្កើត table នៅក្នុងនេះវិញបាទ td នៅក្នុង page មួយវិញ tr td ហើយនេះយើងដាក់ side map page ចូលអាហ្នឹងណាយើងដាក់ side map ចូល navigation នេះយើងដាក់ side map ចូលឲ្យលើវិញណា save ហើយ run វាដែរចេញមិនដឹងឲ្យថាមិនចេញយើងចេញម្ដងបើ error ទៀតអាយូមូលហេតុអីប្រើ side map អត់បានបាទមើលខាងនេះម្ដងមូលហេតុអីប្រើ side map អត់បាន run side map នេះមើលថាដើរអត់ error ឬក៏អត់error side map say side map ខុស say side map ខុសអូខេយើង break តិចតាមចូលវិញតែមានត